គ្នាធ្លាប់បានលើគេនិយាយថាប្រទេសជប៉ុនគឺជាប្រទេសមួយដែល clean ហើយស្អាតជាងគេលើពិភពលោកសូម្បីតែសម្រាប់មួយគ្រាប់ក៏អត់មានដែរនៅលើដីកុំថាឡើយតែសម្រាប់តែធុងសម្រាប់គេអត់ឲ្យដាក់តាពីហេព្រោះខ្លាចចេះក្លិនមិនល្អនៅក្នុងទីក្រុងរបស់គេតែវីដេអូខាងលើនេះក៏និយាយពីប្រទេសជប៉ុនដូចគ្នាដែលនៅទីនោះប្រជាជនគេសុទ្ធតែមានភាពស្មោះត្រង់មូលហេតុអីដែលខ្ញុំនិយាយបែបហ្នឹងព្រោះក្នុងវីដេអូមួយនេះបាននិយាយថាទោះបីជាយើងទាំងអស់គ្នាជ្រុះបាត់កាបូបដែលមានលុយរាប់ពាន់ដុល្លារនៅក្នុងនឹងក៏ដោយក៏មិនបាច់បារម្ភដែរព្រោះលុយហ្នឹងនឹង return ត្រឡប់មកយើងវិញជាមិនខានតាមការស្រាវជ្រាវបង្ហាញឲ្យឃើញថា 80% នៃការបាត់បង់របស់របរនៅប្រទេសជប៉ុនមិនថាជាលុយកាក់ឬក៏ជារបស់មានតម្លៃអីទេដឹងតែបានមកវិញ 100% ហ្មងអញ្ចឹងហើយបងប្អូនទាំងអស់គ្នាឆ្ងល់ឡត់ថាហេតុអីបានជាប្រជាជននៅប្រទេសជប៉ុនណាមានភាពស្មោះត្រង់បែបនេះអញ្ចឹងឥឡូវយើងមកមើលទាំងអស់គ្នានៅប្រទេសជប៉ុនប្រជាជនទាំងអស់តែងតែជឿលើពាក្យស្លោកមួយឃ្លានោះគឺ Oteto Sama ពាក្យនេះមានន័យថាជាភាពស្មោះត្រង់ការគួរសមមួយដែលចេញពីព្រះអាទិត្យព្រោះពួកគាត់ជឿថាទោះបីជាគ្មាននរណាម្នាក់មើលឃើញក៏ដោយក៏មេឃបានដឹងដីបានដឹងព្រះអាទិត្យក៏បានឃើញពីទង្វើល្អរបស់គាត់ដែរអញ្ចឹងហើយទើបរៀងរាល់ឆ្នាំនៅប្រទេសជប៉ុនតែងប្រគល់លុយសុទ្ធចំនួន10លានដុល្លារទៅកាន់ប្រជាជនដែលបានបាត់បង់ហើយគេក៏បានបន្តទៀតដែរថាប្រសិនជាលុយនោះទង់សំប្រមាណឆ្នាំវាអាចនឹងកើនដល់ 4.1 ប៊ីលានយេនវាស្មើនឹង30លានដុល្លារអាមេរិកទៅហើយសប្តាហ៍ថ្ងៃប្រជាជនជប៉ុនតែងតែរក្សាទម្លាប់មួយនេះមករហូតអញ្ចឹងបានប្រទេសជប៉ុនរីកចម្រើននិងស្រស់ស្អាតព្រោះតែមូលហេតុចម្បងដ៏ធំមួយនេះដែលប្រជាជនរបស់គេតែងតែសហការគ្នាបានយ៉ាងល្អឥឡូវយើងសាកសម័យទាំងអស់គ្នាមើលបើពិភពលោកយើងមានទម្លាប់ស្មោះត្រង់បែបនេះមែនណាតើនឹងមានអ្វីប្រែប្រួលហើយនឹងមានអ្វីកាត់ឡើងទៅប៉ុន្តែគួរឲ្យសោកស្ដាយមនុស្សយើងមួយចំនួនណាមានភាពស្មោះត្រង់តែចំពោះមុខកាមេរ៉ាតែប៉ុណ្ណោះឬនៅពេលដែលឃើញប៉ូលីសឃើញអីឃើញមនុស្សអីចឹងណាធ្វើជាសម្ដែងជាល្អសម្ដែងជាស្មោះត្រង់មួយយើងអីចឹងទៅមនុស្សឥឡូវពិបាកទុកចិត្តណាទុកចិត្តអត់បានទេហើយមនុស្សឥឡូវកាន់តែប្រៃផ្សាយទៀតដោយសារអីនៅមុខកាមេរ៉ាក៏ហ៊ានលួចដែរអ្នកទាំងអស់គ្នាគិតដូចខ្ញុំអត់ប៉ុន្តែនៅជប៉ុនវិញខុសគ្នាទំនៀមទម្លាប់វប្បធម៌ជំនឿតាំងពីជំនាន់មុនមកគឺគេនៅតែបន្តឲ្យប្រជាជនចំនួនក្រោយៗធ្វើតាមជានិច្ចនិយាយរួមទៅរៀនធ្វើចរិតឲ្យដូចប៉ូលីសមិនមែនជាចោលណាយ៉ាងណាក៏ដោយបងប្អូនទាំងអស់គ្នាមិនថាយើងនៅប្រទេសណាទេដឹងហើយថាទង្វើលួចប្លន់ចង់បានរបស់គេហ្នឹងណាវាសុទ្ធសឹងតែជាអំពើមិនល្អទោះបីជាយើងលួចបានរបស់គេក៏ពិតមែនម្ចាស់គេអត់ដឹងថាគេអ្នកលួចទេប៉ុន្តែយើងខ្លួនឯងដឹងខ្លួនឯងច្បាស់អញ្ចឹងយើងទាំងអស់គ្នាកុំក្បត់ខ្លួនឯងឲ្យព្យាយាមសាងល្អៗនិងស្មោះត្រង់តិចទៅ